សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងបានរបស់លេងថ្មីហើយនៅខាងក្នុងបងប្អូនចាំមើលទាំងអស់គ្នាមកតាមអនឡាញតម្លៃមិនថ្លៃទេរថយន្តម៉ូតូនេះវាសំខាន់ដែរគឺជាងអីពីមានរថយន្តម៉ូតូតែសំខាន់យើងនៅខាង3គឺតែមានមួយតូអគ្គិសនីក៏បានដែរយើងក៏មកតាមអនឡាញពីក្រុមហ៊ុនមកចឹងទេយើងរកបិទរកត្រៃត្រៀមចាំបើកនៅខាងក្នុងតើវារៀងរករបៀបម៉េចយើងមើលទាំងអស់គ្នាតោះចាប់ដើមអូនដាក់មកនឹងគឺកឹបឲ្យបិទទៀតខ្លាចបាក់បែកខ្លាចបាត់យើងមើលខាងក្នុងបងប្អូនគ្នាផងយើងមានប្រអប់មួយមានដុំនៅក្នុងđóហើយខាងនោះវាថែមកញ្ចក់មួយគូនិងសាប៊ូ5កញ្ចប់មិនដំបងមិនដឹងសាប៊ូអីទេឆែកមើលទៅជាសាប៊ូលាងកញ្ចក់5កញ្ចប់តូចនិងកូនកញ្ចក់2សម្រាប់យើងបិទតាមកញ្ចក់ឡានមើលក្រោយមើលអីណាចាំណាប្រអប់នេះយើងមានហៅ Smart Charger វា12V 7 Ampere Smart Charger បងប្អូនរកកន្លែងបើកទាំងអស់គ្នានោះមានបាំងសិនជាការប្រើប្រាស់នោះមានក្នុងនឹងបងប្អូនប្រើឡានម៉ូតូអុយឡានអុយម៉ូតូបើកមើលខាងក្នុងទាំងអស់គ្នាយើងបើកមកយើងឃើញកាប់ល្អយកជាមួយនឹងដុំគូមានដុំមួយមានខ្សែសម្រាប់ដោតភ្លើងនិងដុំសាកមួយហើយមានទៅណែនាំអស់ហើយយើងមើលដុំទាំងអស់គ្នាស្រស់ស្អាតដុំសាកអគុយនេះយើងគ្រប់គ្នាគួរតែមានម្នាក់មួយព្រោះបងប្អូនភាគច្រើនប្រើប្រាស់ម៉ូតូគ្រប់ផ្ទះហើយតូកាលវាគួរយើងអន់វាសូវសាកអីយើងអាចប្រើរបស់នេះម៉ាកវានេះពុកស៊ុបពុកសើពុកស៊ុបវាមានការជួសជុលវាមានដាច់វាមានយើងចាប់ខុសទៅវាអត់ឡងហើយយើងសាកអុយឡាននឹងអគុយម៉ូតូហ្នឹងហើយបងប្អូនក្នុងហ្នឹងការណែនាំរបស់គេមានសតហើយមួយទៀតគឺដាក់នោះសាកម៉ូតូសាកអគុយម៉ូតូសាកអគុយកង់អគុយសាកអគុយកណូតសាកអគុយ
LAN camping 12 volt 7 ampere smart battery charger និយាយចំខ្វាយថាដុំសាកគុយប្រដាប់សាកគុយអញ្ចឹងយើងមាននៅក្នុងផ្ទះមួយម្នាក់ទៅតម្លៃវាតែ$13កន្លះទេបងប្អូនអញ្ចឹងយើងមើលក្នុងអស់គ្នាក្នុងយើងមានទឹកកាប់ដ៏ស្រស់ស្អាតដុំជាប់នឹងដុំមានពោលបោកនិងពោលដកណាទៅណែនាំតែទេគេណែនាំយើងមើលមិនសូវដាច់ទេភាសាភាសាបច្ចេកទេសដល់អ្នកធ្លាប់រៀនបច្ចេកទេសបានមើលកើតអញ្ចឹងយើងអាចមើលខ្លះៗតាម translate គេបង្ហាញយើងសាកអីបានសាកអីបានហើយបងប្អូនតាមណែនាំតែសំខាន់យើងមានអគុយសូឡាអគុយម៉ូតូអគុយឡានហ្នឹងគឺយើងសាកបានសម្រាប់ដូចថាអគុយខ្សោយហើយវាមាន function ជួសជុលអគុយទៀតនៅក្នុងហ្នឹងជួសជុលអគុយខូចអគុយអន់នេះវាដាក់ឲ្យក្នុងហ្នឹងមកស្អាតបងប្អូនយើងដោតមើលfunction ទី1នោះគឺសាកឡាននេះវាដាក់បិទហ្នឹងគឺមិនតាន់ចាប់អគុយទេចាប់មកមានសញ្ញាអានោះរូបម៉ូតូដល់ទៅពេលយើងចាប់សាកទៅវាមានកន្លែងដាក់ battery charger នោះវាមានភ្លើងសាកនៅហ្នឹងវាមានភ្លើងសាកសញ្ញាសាកលោតសាកឲ្យយើងប្រាប់អំពែប្រាប់វល់ក្នុងហ្នឹងនោះលុះត្រាតែយើងចាប់ការបោកដកហើយពេលដែលយើងចាប់ទៅវាសាកដង្ហើរវាវិលហើយមានភ្លើងក្រហមមួយនៅកន្លែង battery charger នោះមានលោតភ្លើងក្រហមនោះតែដោយសារយើងដោតមើលសិនយើងតេស្តមើលទៅទិញមកដូចទាន់មានអគុយសាកទេគួរយកមកសាកអគុយកូនឡានអគុយម៉ូតូអាចខ្សោយអីអរគុណច្រើនបងប្អូនដែលបានទស្សនាថ្មីសប្បាយទាំងអស់គ្នា